អ្នកនាងកូនកំឡោះគាត់បានបីអ្នកនាងទី2រត់តាមទ្វារក្រោយបាត់ហើយបន្សល់ទុកសម្បត្តិមួយច្បាប់នេះសម្បត្តិវិនជីនជាពុកនេះបើមិនមែនជាវ៉ាន់ខ្ញុំមិនរៀបការឡើយសុំទោសហើយធំណានឈិនឯងបោះបង់ខ្ញុំចោលក្នុងថ្ងៃរៀបការខ្ញុំនឹងធ្វើឲ្យឯងស្ដាយក្រោយអស់មួយជីវិតលើកនេះភូមិគ្រឹះមេតបបាក់មុខខ្លាំងណាស់ហើយឮថាកូនក្រមុំត្រូវគេបដិសេធអាពាហ៍ពិពាហ៍ភ្លាមឥឡូវដឹងពេញមួយរាជធានីហើយគួរឲ្យចាប់អារម្មណ៍ណាស់យៀនឈិនហ្វឹងអូអតីតបងថ្លៃស្រីមានការអីមែនទេគូដណ្ដឹងរបស់ឯងក៏រត់បាត់ដែរមែនទេបាទរត់លឿនណាស់មិនដែរចង់សងសឹកមែនទេរៀបការជាមួយខ្ញុំដើម្បីធ្វើបាបពួកគេរៀបការនៅថ្ងៃនេះឯងហ៊ានឬអត់ចុះបើខ្ញុំថាមិនការវិញអញ្ចឹងថ្ងៃស្អែកពេញមួយរាជធានីនឹងល្បីថាអ្នកប្រុសតូចតកោយានសំបីតែគូដណ្ដឹងខ្លួនឯងក៏ថែរក្សាមិនបានដែរហាឡូបានតើកូនក្រមុំមកដល់មាត់ទ្វារហើយបើមិនការទៅជាមនុស្សឈួតឆាប់ឡើងយកអាវមង្គលការមកគុំឲ្យហួសម៉ោងល្អអ្នកប្រុសយានលោកម្ចាស់របស់ខ្ញុំមិនទាន់យល់ព្រមនៅឡើយទេមិនយល់ព្រមមិនមែនលើគាត់សម្រេចឡើយវិនជីនផ្ដេសផ្ដាស់ណាស់លោកពុកត្រកូលធំក្បត់កូនសូវ៉ាន់ក្បត់កូនបើកូនមិនរៀបការទេតើមុខមាត់ភូមិគ្រឹះមេតបត្រូវទុកនៅណាចុះយានឈិនវឹងជាមនុស្សបែបណាកូនដឹងគេជាស្ដេចបិសាចលេខ1ក្នុងរាជធានីស៊ីផឹកលេងស្រីចូលមាន់បង្កចំនួនគ្មានអំពើអាក្រក់ណាដែលគេមិនធ្វើឡើយសរសើរខ្ញុំមែនទេប៉ុន្តែថ្ងៃនេះឯងជួយរក្សាមុខមាត់ឲ្យខ្ញុំមួយឆ្នាំក្រោយមកពួកយើងនឹងលែងលះគ្នាព្រមព្រៀងគ្នា3ចំណុចកេងបន្ទប់ផ្សេងគ្នាមិនលូកលាន់គ្នាមួយឆ្នាំគម្រប់ការកំណត់នឹងលែងលះគ្នានាងគិតថាខ្ញុំយានឈិនវឹងជាមនុស្សបែបណាជាល្បែងក្មេងលេងដែលចង់ហៅក៏មកចង់ដេញក៏ទៅមែនទេតើឯងចង់បានអីរាត្រីផ្សំដំណេកពិតណាស់គឺត្រូវចូលបន្ទប់ក្រឡាបញ្ជីហើយឯងហ៊ានហេឈ្មោះជាស្ដេចយមរាជលេខ1ក្នុងរាជធានីមិនមែនល្បីទេនោះទេកេងទៅយប់នេះខ្ញុំមិនប៉ះពាល់នាងទេស៊ូវិនជីននាងគិតថានេះគ្រាន់តែជាការដោះដូរមែនទេមិនយូរទេនាងនឹងដឹងថាស្វាមីដែលនាងរៀបការជាមួយមិនមែនជាមនុស្សគ្មានបានការឡើយបងស្រីខ្ញុំនិងបងណានឈិនគឺស្រឡាញ់គ្នាពិតប្រាកដមែនសូមបងជួយបំពេញបំណងផងស្រឡាញ់គ្នាពិតប្រាកដតើចាប់ផ្ដើមតាំងពីពេលណាអ្នកប្រុសធំអូមិនមែនទេត្រូវហៅថាប្អូនថ្លៃទៅត្រូវអរគុណដែលជួយបំពេញបំណងធ្វើឲ្យខ្ញុំបានរៀបការជាមួយភរិយាដ៏ល្អបែបនេះយៀនឈិនហ្វឹងឯងខ្ញុំស្អីទៅឯងជាស្អីទៅបានជាចង់ឲ្យភរិយាខ្ញុំទៅខ្វល់ខ្វាយជាមួយឯងនោះចូលមកទាំងអស់គ្នាខ្ញុំមានផ្ទៃពោះហើយប៉ុន្មានខែហើយ2ខែហើយ2ខែមង្គលការគឺ3ថ្ងៃមុនពេលវេលាមិនត្រូវគ្នាតតែសោះ2ខែមុនធំណានឈិនបានចេញទៅធ្វើសឹកជាមួយកងទ័ពតើនាងលួចលាក់តាក់ទងជាមួយគេដោយរបៀបណាតើត្រូវឲ្យខ្ញុំយកបាយការកងទ័ពមកបើកបង្ហាញនាងមើលម្ដងមួយទំព័រដែរឬទេរវាងចូលមកនៅផ្ទះត្រកូលស៊ូហើយបដូរត្រកូលតាមស៊ូឬក៏ត្រូវរងការវាយ80ឈើនិងនិរទេស3000លីធំណានឈិនឯងជ្រើសរើសដោយខ្លួនឯងទៅបងណានឈិនព្រមទៅណាយល់ព្រមសរសេរកិច្ចសន្យាផ្តិតមេដៃទៅចាប់ពីពេលនេះទៅភូមិគ្រឹះត្រកូលស៊ូនឹងមានកូនប្រសារចូលស្ដីម្នាក់ទៀតហើយគឺត្រកូលស៊ូឈ្មោះណានឈិនចូលស្ដីបដូរត្រកូលនាងធ្វើបែបនេះគឺចង់ផ្ដន្ទាទោសគេឲ្យជាប់ឈ្មោះអាម៉ាស់អស់មួយជីវិតហើយគេស្វែងរកវាដោយខ្លួនឯងទេស៊ូវិនជីនមនុស្សដូចជានាងនេះពិតជាសាហាវណាស់ពីស្ពុលណាស់តែខ្ញុំចូលចិត្តកិច្ចសន្យាមួយឆ្នាំកុំភ្លេចឲ្យសោះកុំបារម្ភអីមិនភ្លេចទេនាងថាមួយឆ្នាំខ្ញុំថាយល់ព្រមប៉ុន្តែខ្ញុំមិនដែលគិតថានឹងដោះលែងនាងឲ្យចាកចេញឡើយ